ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបថ្មីមួយមុខហៅថាម្ជូរគ្រឿងឆ្អឹងជំនីជ្រូកតើឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងយើងដាក់ឆ្នាំងឲ្យក្តៅបន្ទាប់មកយើងចាក់ខ្លាញ់ចូលបន្តមកទៀតយើងចាប់ផ្ដើមដាក់គ្រឿងបុកយើងចូលហើយរំលីងវាឲ្យឡើងឈ្ងុយល្អបន្ទាប់មកយើងបន្ថែមស្លឹកក្រូចសើចពី3សន្លឹកឬបងប្អូនដាក់ក៏បានដែរបងប្អូនបន្ទាប់ពីរំលីងឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមដាក់សាច់យើងចូលឥឡូវនេះយើងបន្ថែមគ្រឿងរបស់យើងចូលដាក់ស្ករក្អមចំនួន1ស្លាបព្រាទឹកត្រីចំនួន2ស្លាបព្រាសម្រាប់ប៊ីចេងខ្ញុំដាក់កន្លះស្លាបព្រាអំបិលគ្រើម1ស្លាបព្រាបន្ទាប់ពីរំលីងឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមដាក់ខ្ទិះដូងយើងចូលតើឥឡូវសម្លយើងចាប់ផ្ដើមពុះហើយយើងចាប់ផ្ដើមដាក់អំពិលទុំចូលបន្ទាប់មកយើងចាក់ខ្ទិះដូងទាំងអស់ចូលបន្ទាប់ពីសម្លយើងបានពុះល្មមហើយយើងចាប់ផ្ដើមថែមទឹកចូលបន្ទាប់មកទុកឲ្យវាពុះបាន2ទៅ3នាទីរួចជាការស្រេចអរគុណពុកម៉ែបងប្អូនសម្រាប់តាមដាននៅវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ